បាទសួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបឈូស Windows បាទអញ្ចឹងដើម្បីឈូស Windows ទី1គឺយើងត្រូវបាទ backup ទិន្នន័យនិងឯកសារចម្លងសំខាន់ទៅក្នុង internal ដូចជាមាន USB មាន drive បាទអញ្ចឹងដើម្បីកុំឲ្យយើងបាត់ឯកសារបាទជំហានទី1ហ្នឹងគឺបាទត្រូវ backup ទិន្នន័យសិនណាមុននឹងយើងធ្វើការឈូស Windows ដើម្បីកុំឲ្យបាត់ឯកសាររបស់យើងទី1គឺយើងត្រូវ backup បាទដូចជាយើងចម្លងឯកសារសំខាន់ពីកុំព្យូទ័រទៅ USB flash drive ឬក៏អត់មាន internal អឺ hard disk អ្នកនរគ្នាប្រើវាអញ្ចឹងឬក៏ SSD បាទវាមាននៅក្នុង desktop document download មាន picture មាន video ហើយឯកសារការងារ Word Excel PowerPoint ទាំងអស់ហ្នឹងឯងបាទឯកសារសាលារៀនទិន្នន័យសំខាន់អញ្ចឹងឯកសារព័ត៌មានដែលត្រូវការសម្រាប់កម្មវិធីសំខាន់បាទឬកុំចាប់ផ្ដើមឈូសឬ install Windows មុនពេលដែលមិនទាន់ពិនិត្យណាហើយយើងត្រូវពិនិត្យជាមុនសិនដើម្បីយើងរក្សាទុកឯកសារយើងសម្រាប់ទុកបាទអញ្ចឹងវីដេអូទី1គឺមានតែប៉ុណ្្នឹងទេបាទសូមរងចាំនឹងនៅវគ្គបន្តទៀតអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះសូមបងប្អូនចុច Subscribe ចុច Like អ្នកមួយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានមេរៀនបន្តទៀតអរគុណ